Hello អ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីឥឡូវមុននឹងចូលដល់វីដេអូខ្ញុំសូមចាត់អ្នកគ្នាជួយ Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីបានវីដេអូថ្មីៗពីខ្ញុំទៀតអញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនទេតោះយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នា Let's go បន្ទាប់ពីខ្ញុំថែមយ៉ាទីបានហើយខ្ញុំក៏បានមកធ្វើ set doll ឲ្យវាផងដែរធ្វើបានរួចរាល់ខ្ញុំក៏បានយកទៅពាក់ឲ្យវាផងដែរព្រោះខ្ញុំចង់ជិះវាព្រោះខ្ញុំអត់ដែរបានជិះអាសត្វនេះតាំងពីខ្ញុំលេងវា The Island ហើយខ្ញុំក៏អត់សូវចេះប្រើ skill វាដែរខ្ញុំមិនដឹងថាវាប្រើមិនអីមិនផងបន្ទាប់ពីខ្ញុំតេស្តវាហើយខ្ញុំក៏បានយកវាមកក្រោមដើម្បីយើង O level វាហើយខ្ញុំក៏បានមកខាំអាសត្វអស់នេះដែរហើយ damage របស់វាស៊ីច្រើនល្មមដែរវាស៊ីបាន200ដែរអញ្ចឹងវាអាចថារៀងខ្លាំងដែរហើយអាសត្វនេះខ្ញុំមិនដឹងថាវាមាន skill អីទេតែពេលយើងស្រែកទៅធ្វើឲ្យសត្វនៅជិតហ្នឹងវារត់ខ្លាចយើងហើយក៏មិនណាគ្នាខ្ញុំអត់សូវដឹងដែរតែពេលខ្ញុំស្រែកទៅធ្វើឲ្យអាសត្វនោះវារត់ខ្ញុំមិនដឹងថាវាមិនដែរហើយអ្នកគ្នាអាសត្វនេះពេលខ្ញុំចុះពីលើវាទៅខ្ញុំឃើញអក្សរស្អីគេពណ៌លឿងវាដាក់អូតូ cash rank ស្អីអ្នកគ្នាខ្ញុំអត់សូវចេះអានអង់គ្លេសទេបើអ្នកគ្នាណាដឹងថានឹងបកប្រែថាម៉េចហើយមានន័យថាម៉េចអ្នកគ្នាជួយប្រាប់ខ្ញុំផងព្រោះខ្ញុំអត់សូវចេះទេអង់គ្លេសនោះចឹងខ្ញុំ O level អស់មកសបកមកខ្ញុំក៏បានមកផ្ទះវិញហើយព្រោះអី level សត្វរបស់យើងឡើងហើយវា level ធំដែរគ្រាន់តែខ្ញុំមកដល់ផ្ទះភ្លាមខ្ញុំក៏បានមានកំណត់មួយទៀតគឺចង់ទៅរកពងនាគយើងតតែពេលខ្ញុំកំពុងទៅហោះមកហ្នឹងខ្ញុំអត់បាន record អ្នកគ្នាខ្ញុំ sorry ផងគ្រាន់តែខ្ញុំមកដល់សបុកនាគរឿងដែល surprise សម្រាប់ខ្ញុំគឺនាគដែលជាប់ទ្រុងរបស់ខ្ញុំហ្នឹងគឺវាបានបាត់ហើយខ្ញុំមិនដឹងថាវាចេញប្រឡោះណាទេអ្នកគ្នាមើលអត់មានប្រហោងអីទេវាមានប្រហោងដែរប៉ុន្តែប្រហោងហ្នឹងវាដូចជាចេញអត់រួចទេតែឥឡូវវាចេញរួចអ្នកគ្នាខ្ញុំអត់ដឹងប្រហែលជាវាកលិចទៅណាអ្នកគ្នាឥឡូវខ្ញុំក៏អត់ខ្វល់ដែរព្រោះអីទឹកដោះនាគហ្នឹងយើងអត់សូវពិបាករកទេសារយើងមាននាគអីយើងសួររកតិចមិនដូចកាល early game ខ្ញុំយកឥន្ទ្រីទៅបិឆោតនាគឡងប៊ីសងាប់ប៊ីសរស់បន្ទាប់ពីការហៅអស់មកសបកមកខ្ញុំក៏បានឃើញជាមួយនឹងពងនាគភ្លើងមួយនិងពងនាគអន្ទះមួយដែរអ្នកគ្នាអញ្ចឹងមានន័យថាការខិតខំរកពងនាគអន្ទះរបស់ខ្ញុំគឺបានជោគជ័យហើយបន្ទាប់ពីមើលជុំវិញហ្នឹងថាអត់មានសត្វនាគអីនៅជិតហ្នឹងហើយខ្ញុំក៏បានហោះដើម្បីទៅយកពងវាគ្រាន់តែខ្ញុំយកហើយខ្ញុំមានអារម្មណ៍ថាស្ងាត់តែពេលងាកទៅក្រោយទៅម៉ែអ្នកគ្នានាគឡង2 3ដេញនាគផ្ទះទៀតអ្នកគ្នាអានាគហ្នឹងឈឺមែនតើហើយខ្ញុំក៏បានហោះទៅឆ្ងាយដើម្បីបិឆោតវាឲ្យទៅរៀងឆ្ងាយបន្តិចចាំយើងចាត់ការវាតាមក្រោយព្រោះអីយើងអាចទុកវានៅគ្នាច្រើនបានទេតែវានៅគ្នាច្រើនហ្នឹងយើងអាចវាយឈ្នះវាបានទេបានតែទៀតខ្ញុំក៏បានចុះចតហើយចុះចតនេះចំកន្លែងមហាសែនល្អអ្នកគ្នាចុះចតចំអាដេតវ៉មស្អីនេះសួយមែនតើអ្នកគ្នាអញ្ចឹងបន្ទាប់ពីឃើញវាមានគ្នាច្រើនពេកខ្ញុំក៏បានដូរកន្លែងដើម្បីចុះចតវិញខ្ញុំក៏បានចុះចតនៅកន្លែងនេះហើយក៏បានចាត់ការវាទាំងពីរនឹងចោលហ្មងទៅវាយវាបានបន្តិចខ្ញុំក៏បានសម្រាប់នាគងាប់អស់មួយចឹងនៅសល់តែនាគ poison មួយទៀតទេហើយខ្ញុំភ្លេចប្រាប់អ្នកគ្នាកន្លងអ្នកគ្នាខ្លះក៏រត់ដឹងនាគ poison ហ្នឹងពេលវាព្រោះពឹសមកវាអាចត្រូវទាំងខ្ញុំទៀតវាអាចត្រូវតែនាគបានទេត្រូវទាំងខ្ញុំផងទាំងនាគផងអញ្ចឹងកន្លែងនេះគឺវាប្រផិតប្រផាយមែនតើអ្នកគ្នានាគរបស់ខ្ញុំក៏ជិតងាប់ហើយឈាមរបស់ខ្ញុំសល់តែប្រហែលជា200ជាងហ្នឹងអ្នកគ្នាជិតងាប់មែនតើហើយនេះអ្នកគ្នាមើលឈាមរបស់ខ្ញុំទៅវាអាចឡើងបានបន្តិចហ្នឹងមុនហ្នឹងសល់ប្រហែលជា250អីហ្នឹងអញ្ចឹងបើនាគហ្នឹងវាដាក់តាមមួយ skill ទៀតមកខ្ញុំដឹងតែងាប់100%ហ្មងហើយអ្នកគ្នាខ្ញុំភ្លេចប្រាប់មួយទៀតមុនហ្នឹងខ្ញុំបានវាយ alpha ងាប់មួយដែរធ្វើឲ្យខ្ញុំបានទឹកដល់នាគឡង50អ្នកគ្នាប៉ុន្តែអំឡុងពេលដែលខ្ញុំកំពុងតែវាយ alpha ហ្នឹងគឺខ្ញុំអត់បាន record ទេអ្នកគ្នាដោយសារទូរស័ព្ទរបស់ខ្ញុំគឺវាពេញ storage ចឹងធ្វើឲ្យវាដៃ record auto អ្នកគ្នាដោយសារតែទូរស័ព្ទរបស់ខ្ញុំគឺវា RAM ទូចមែនតើវា RAM តែ 128GB ទេចាំខ្ញុំមានលុយចាំខ្ញុំទិញកុំព្យូទ័រធ្វើវីដេអូឲ្យអ្នកគ្នាមើលមកហើយអ្នកគ្នាខ្ញុំសូមនិយាយតិចទៀតទៅសូមចាត់អ្នកគ្នាជួយ Subscribe YouTube របស់ខ្ញុំផងខ្ញុំទៅតែបង្កើតទេអត់ឲ្យផុសទៅអត់សូវមានអ្នកមើលទេអ្នកគ្នាអ្នកមើល100 200ហ្នឹងអញ្ចឹងបើអ្នកគ្នាចង់មើលវីដេអូពេញរៀងវែងអីនៅក្នុង YouTube ខ្ញុំមានគឺ YouTube link ក្នុង bio TikTok ខ្ញុំហ្នឹងអញ្ចឹងឥឡូវខ្ញុំអត់មានអីនិយាយទៀតទេគឺយើងមកចូលក្នុងសាច់ game យើងវិញអញ្ចឹងអំឡុងពេលនេះគឺខ្ញុំបានមកយកជាមួយនឹងពងនាគអន្ទះរបស់ខ្ញុំហើយព្រោះខ្ញុំចង់បានវាជាខ្លាំងចឹងបន្ទាប់ពីយកខ្ញុំក៏បានបញ្ញាប់បញ្ញាល់ហោះចេញប៉ុន្តែលើកនេះគឺអត់មាននាគដេញតាមខ្ញុំទេដោយសារតែមុនហ្នឹងគឺខ្ញុំបានយកពងនាគភ្លើងចឹងនាគ2មិញហ្នឹងវាដេញហើយខ្ញុំវាយវាងាប់បាត់ហើយចឹងលែងមាននាគណាតាមខ្ញុំទៀតចឹងពេលសកម្មយើងបន្ទាប់គឺយើងត្រូវទៅផ្ទះដោយសារយើងអត់ត្រូវយកទឹកដោះនាគទៀតទេសារខ្ញុំវាយ alpha មុនហ្នឹងបានទឹកដោះឡើង50នោះអ្នកគ្នាតែបញ្ហាមួយយ៉ាងទៀតគឺខ្ញុំខ្លាចតែវាខូចទេដោយសារឥឡូវហ្នឹងវានៅតែពាក់កដាលហើយណាហើយពងនាគអន្ទះដែលខ្ញុំបានយកមុនហ្នឹងគឺវាមាន level ត្រឹមតែ20ទេប៉ុន្តែខ្ញុំចេះតែយកវាទៅព្រោះខ្ញុំអត់ទាន់បានសាកនាគហ្នឹងទេដឹងនាគហ្នឹងវាខ្លាំងមិនអីមិនទេបន្ទាប់ពីខ្ញុំមើល level ពងនាគរបស់ខ្ញុំហើយខ្ញុំក៏បានបញ្ញាប់ហោះទៅផ្ទះរបស់ខ្ញុំវិញព្រោះខ្ញុំខ្លាចទឹកដោះនាគហ្នឹងវាខូចហោះអស់មកសបកមកខ្ញុំក៏បានមកដល់ផ្ទះហើយគ្រឿងដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងត្រូវតែយកពងនាគហ្នឹងទៅភ្ញាស់
ប៉ុន្តែមុននឹងយើងភ្ញាក់ពងនេះយើងក៏ត្រូវយកទឹកដោះនេះនឹងដើម្បីយកមកទុកដែរព្រោះអីតិចទៀតហ្នឹងវានឹងខូចហើយអញ្ចឹងយើងត្រូវដាក់ក្នុងទូទឹកកកហ្នឹងបានវាអត់ខូចបន្ទាប់ពីខ្ញុំទុកទឹកដោះនេះហើយខ្ញុំក៏បានយកពងនេះមកភ្ញាក់ហើយខ្ញុំភ្ញាក់ទាំងពីរតែម្ដងអ្នកគ្នាប៉ុន្តែលើកនេះគឺវាអត់ញាស់ទេវានៅ too cool ទៀតអ្នកគ្នាពេលហ្នឹងខ្ញុំខំឆ្ងល់ចង្អល់ថាមិនបានវាអត់ញាស់អញ្ចឹងអ្នកគ្នាព្រោះអីវាពេលថ្ងៃហងហើយមានផ្សិនតិចទៀតវានៅ too cool ដឹងមិនវាប៉ុន្តែបញ្ហានោះគឺប្រាប់ផ្ដល់អគ្គិសនីឲ្យយើងហ្នឹងគឺវាខូចបាត់ហើយអ្នកគ្នាខ្ញុំមិនដឹងថាវាខូចឬក៏មិនទេប៉ុន្តែវាអត់មានខ្យល់អីបន្តិចមកអ្នកគ្នាវាដូចលក្ខណៈថាវាអត់សូវវិលហើយវាអត់មានភ្លើងសំបីតាភ្លើងនេះរបស់ខ្ញុំក៏វាលែងភ្លឺដែរអ្នកគ្នាអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺខ្ញុំត្រូវទៅធ្វើម៉ាស៊ីនភ្លើងមួយទៀតដើម្បីដាក់ម៉ាស៊ីនត្រជាក់ហ្នឹងឲ្យវាភ្ញាស់បន្ទាប់ពីខ្ញុំធ្វើម៉ាស៊ីនភ្លើងហើយខ្ញុំក៏បានយកវាមកដាក់កន្លែងនេះហើយខ្ញុំក៏បានដាក់ខ្សែភ្លើងនៅនឹងដែរចឹងបន្ទាប់ពីខ្ញុំរៀបចំរួចរាល់គឺវាបានដំណើរការវិញហើយអ្នកគ្នាតែអ្នកគ្នាមើលខ្សែភ្លើងឲ្យឡញ៉ែញ៉ៃពេកហ្នឹងតែវាមិនថ្មីទេអ្នកគ្នាសំខាន់ឲ្យយើងបានភ្ញាក់ពងនឹងញាស់ទៅព្រោះទឹកដោះនេះនោះគឺចិត្តខូចទេអ្នកគ្នាមើលអក្សរបន្តិចញឹមចឹងបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំក៏បានយកវាមកភ្ញាក់ទាំងពីរហើយលើកនេះដែរគឺវាញាស់ហើយអ្នកគ្នាចឹងខ្ញុំក៏បានរងចាំវាទៅខ្ញុំអត់ដឹងថាធ្វើអីទេមានតែរងចាំវាណាព្រោះអីខ្ញុំចង់ឃើញមុខជាមួយនឹងនាងផ្ទះរបស់ខ្ញុំមែនតើខ្ញុំចង់ដឹងថាមុខវាមិនអីមិនទេអ្នកគ្នាអំឡុងពេលរងចាំហ្នឹងខ្ញុំក៏បានឆ្លៀតពេលមកយក red drop នេះមួយដែរអ្នកគ្នាតែអត់មានអីទេអ្នកគ្នាមាន asset dose អីអត់ប្រយោជន៍ធម្មតាអ្នកគ្នា red drop ហ្នឹងគឺវាមានរបស់ល្អមែនតើប៉ុន្តែលើកនេះវាអត់មានអីសោះមកមានតិចតួចចឹងបន្ទាប់ពីខ្ញុំយក drop ហើយខ្ញុំក៏បានមកផ្ទះហើយចាំវាមកស្បកមកនេះរបស់ខ្ញុំក៏វាបានញ័រហើយអ្នកគ្នាគឺជានាងផ្ទះទី1របស់ខ្ញុំហើយខ្ញុំក៏បានក្លែមវានិងចាប់វាចូលក្នុង crowd pot របស់ខ្ញុំដែរហើយបានតិចទៀតនាងភ្លើងរបស់ខ្ញុំក៏វាបានញ័រមួយទៀតហើយនាងនេះដែរគឺវាមាន level 90ខ្ញុំភ្លេចប្រាប់អ្នកគ្នាចឹងខ្ញុំក៏បានក្លែមវាហើយនឹងចាប់វាចូលក្នុង crowd pot បន្ទាប់ពីខ្ញុំចាប់ហើយខ្ញុំក៏បានយកវាមកក្រៅដែរឲ្យវាឃើញទេសភាពខាងក្រៅតែអំឡុងពេលហ្នឹងដែរគឺទឹកដោះនេះរបស់ខ្ញុំបានខូចអស់អ្នកគ្នាអញ្ចឹងខ្ញុំមានតែធ្វើតាមគ្នាយើងម្នាក់គាត់បានប្រាប់ខ្ញុំថាឲ្យយកសាច់ឆ្អិនដាក់ឲ្យវាស៊ីទៅក៏វាស៊ីដែរអញ្ចឹងខ្ញុំក៏បានចែកម្លែកសាច់វាម្នាក់ពាក់កណ្ដាលដើម្បីដាក់ឲ្យវាស៊ី